កម្មវិធីនេះនាំមកជូនដោយបាកា Sugar Free មានជាតិស្ករ 100% ដែលអ្នកជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានជានាងខ្ញុំសូវចកាសូមអនុញ្ញាតគោរពនឹងជម្រាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពសូមស្វាគមន៍លោកអ្នកអាសាជាថ្មីមកកាន់កម្មវិធីផ្សាយនៅក្នុងកម្មវិធីព័ត៌មានពេលយប់ឬក៏ Business Prime Time របស់ស្ថានីយ៍ទូរទស្សន៍ CNC ដែលកម្មវិធីរបស់យើងតែងតែផ្សាយជូនលោកអ្នកជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង8រហូតដល់ម៉ោង8:30នាទីហើយផ្ដើមជាដំបូងនៅក្នុងវគ្គទី1នៃកម្មវិធីនេះសូមអញ្ជើញទូរទស្សនិកជនទៅទស្សនានៅបច្ចុប្បន្នភាពនៃព័ត៌មានសេដ្ឋកិច្ចជាតិនិងអន្តរជាតិសំខាន់ៗខ្លីៗជាមុនសិនចា៎មន្ទីរពេទ្យជរ័យភ្នំពេញបានរៀបចំកម្មវិធីមនុស្សធម៌តាមរយៈការផ្ដល់ពិនិត្យព្យាបាលផ្ដល់ថ្នាំដោយឥតគិតថ្លៃជំងឺឬដងបាតដោយវិជ្ជបណ្ឌិតឯកទេសវៀតណាមជូនទៅដល់ប្រជាពលរដ្ឋកម្ពុជានៅព្រឹកថ្ងៃទី29ខែមិថុនាឆ្នាំ2017នេះមន្ទីរពេទ្យជរ័យភ្នំពេញបានរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺឬដងបាតរួមទាំងផ្ដល់ឱសថជូនដោយឥតគិតថ្លៃដោយវិជ្ជបណ្ឌិតឯកទេសវៀតណាមគឺលោកវិជ្ជបណ្ឌិតលឹមវាជុងអ្នកឯកទេសផ្នែកជំងឺឬដងបាតនេះគឺជាកម្មវិធីមនុស្សធម៌មានអត្ថន័យរបស់មន្ទីរពេទ្យជរ័យភ្នំពេញនិងក្រុមហ៊ុនឱសថ DHG Pharma បានរួមចំណែកទៅលើការលើកកម្ពស់សុខុមាលភាពជូនទៅដល់ប្រជាពលរដ្ឋកម្ពុជាឲ្យមានឱកាសទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពពីសំណាក់វិជ្ជបណ្ឌិតឯកទេសវៀតណាមដែលមានបទពិសោធន៍ខ្ពស់រួមជាមួយនឹងសម្ភារៈបរិក្ខារពេទ្យទំនើបដែលបំពាក់នៅឯមន្ទីរពេទ្យជរ័យភ្នំពេញជាងនេះទៅទៀតគឺជួយឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួនដើម្បីជ្រើសរើសវិធីព្យាបាលឲ្យបានសមស្របបំផុតសូមរំលឹកថាកម្មវិធីព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះនឹងមានរៀបចំជារៀងរាល់ខែជាមួយនឹងឯកទេសផ្សេងគ្នាសូមជម្រាបផងដែរថារបៀបព្យាបាលជំងឺឬរោគបាតហ្នឹងមានដូចតទៅទី1នៅពេលដែលយើងមកត្រួតពិនិត្យឃើញថាវានៅក្នុងដំណាក់កាលថ្មីទើបនឹងកកើតឡើងយើងនឹងមានវិធានការសម្រាប់ទប់ស្កាត់ដែរដូចជាទី1យើងត្រូវកាល់កូលេចំពោះអាហាររបស់យើងធ្វើយ៉ាងណាកុំឲ្យវាបត់ជើងមកក្តៀនខ្លាំងពេកហើយរៀងរាល់ថ្ងៃគឺយើងត្រូវដុសសម្អាតបន់ដែលយើងផ្លូវដែលយើងបត់ជើងហ្នឹងដោយទឹកហើយជាធម្មតាបច្ចុប្បន្នគេមិនដែលប្រើกระดาษនៅក្នុងអនាម័យទេគឺគេលាងស្រួលបួលហើយមួយទៀតបើសិនជាមើលទៅឃើញថាឬដងបានហ្នឹងនៅក្នុងដំណាក់កាលទី2ទី3ទី4ឬមួយលើសជាងហ្នឹងដែលវាធ្លាក់ចុងមកគឺគេធ្វើការវះកាត់ហ្នឹងគឺមានមេតូតច្រើនទី1គេវះកាត់គឺគេចងឬមួយគេកាត់បណ្ដុំសរសៃឈាមដែលវារីកធ្លាក់ចុះមកហ្នឹងគេកាត់វាចេញហើយបច្ចេកទេសថ្មីបច្ចុប្បន្នហ្នឹងដែលពួកខ្ញុំកំពុងតែអនុវត្តហ្នឹងគឺគេហៅថាពិធីវះកាត់ដោយមេតូតមួយឈ្មោះថាឡុងហ្គោហ្នឹងគេមានម៉ាស៊ីនសម្រាប់ច្រឹបកាត់ឬដងបាតហ្នឹងយើងលូកចូលទៅយើងមួលហើយវាកាត់គឺកន្លែងមុខកាត់របស់វាហ្នឹងគឺនៅក្នុងរែកតាល់ហើយស្អាតអ្នកជំងឺអត់ឈឺទេគឺបោះជើងមកធម្មតា